ថ្មីនឹងថ្លៃទៀតហើយឈ្មួញអង់គ្លេសមានកញ្ឆាក្រៀមជិត20គីឡូក្រាមដឹកតាមជើងយន្តហោះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិនិងដឹកនាំបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ឯកខឹងសារ៉ាត់នាយកមន្ត្រីប្រឆាំងគ្រឿងញៀនកម្លាំងមន្ត្រីប្រឆាំងគ្រឿងញៀនសហការជាមួយសមត្ថកិច្ចគយនិងរដ្ឋកោប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមការសម្របសម្រួលពីលោកសិទ្ធវណ្ណៈបរិយាញ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2025នេះបានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមជិត20គីឡូក្រាមបំរុងឆ្លងដែនទៅក្រៅប្រទេសតាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងការបង្ក្រាបនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ជាបរិសុទ្ធជនជាតិអង់គ្លេសអាយុ41ឆ្នាំដោយចាប់យកកញ្ឆាក្រៀមចំនួន22ដុំមានទម្ងន់ស្មើនឹង19គីឡូក្រាមនិង902ក្រាមក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីគួរបញ្ជាក់ផងដែរថាបើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះពួកអក្រិតជនបានធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយបើតាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះមានប្រភពមកពីប្រទេសថៃមន្ត្រីប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថាការជួញដូរការដឹកជញ្ជូនការរក្សាទុកនិងការដាំដុះកញ្ឆានៅប្រទេសកម្ពុជាគឺជាអំពើខុសច្បាប់ដែលមានចែងនៅក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ2012បាទនេះគឺជាព័ត៌មានតេតិនទៅនឹងបរិសវ័យ41ឆ្នាំដែលជាជនជាតិអង់គ្លេសម្នាក់បានធ្វើការដឹកជញ្ជូនកញ្ឆាក្រៀមជិត20គីឡូក្រាមបំរុងឆ្លងដែនទៅក្រៅប្រទេសតាមរយៈជើងហោះហើរនៅក្នុងប្រទេសកម្ពុជាហើយមន្ត្រីជំនាញក៏បានបញ្ជាក់ដែរថាកញ្ឆាក្រៀមជិត20គីឡូក្រាមនេះគឺនាំចូលមកពីប្រទេសថៃតែម្ដង